ជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាចាថ្ងៃនេះមកទៀតហើយមកថ្ងៃនេះមកប្រាប់បងប្អូនអំពីរបៀបបញ្ចូលសំឡេងនិងកំណត់ល្បឿននៃសំឡេងតោះបងប្អូនចិត្តបងប្អូនចូលមកកាន់ CapCut យើងមកហើយបងប្អូន select យកមើលរូបណាវីដេអូណាដែលបងប្អូនចង់កាត់ហើយបន្តមកទៀតបងប្អូនមកមើលលើវីដេអូរបស់យើងដោយសារតែពីនេះមុនខ្ញុំប្រាប់បងប្អូនអំពីរបៀបដាក់ភ្លេងកាត់អីចឹងហើយមកវីដេអូនេះខ្ញុំប្រាប់បងប្អូនពីបញ្ចូលសំឡេងហើយយើងបន្ថែមល្បឿននៃសំឡេងយើងចង់ដាក់យឺតយើងចង់ដាក់លឿនក៏តាមចំណងចិត្តរបស់យើងហើយសម្រាប់វីដេអូក៏យើងអាចកាត់លឿនកាត់យឺតបានដែរបងប្អូនសម្រាប់ការបញ្ចូលសំឡេងផងដែរបងប្អូនមួយចំនួនដែលគាត់មានការរអាក់រអួលក្នុងការបញ្ចូលសំឡេងឬក៏មានការបញ្ចូលសំឡេងយឺតនិយាយយឺតចឹងបងប្អូនអាចបន្ថែមល្បឿននៃការបញ្ចូលបានតោះបងប្អូនទៅមើលខ្ញុំជាបងប្អូនអស់មកឃើញនេះកន្លែងគេដាក់ល្បឿននេះបងប្អូនចុចលើហ្នឹងមកហើយនេះបងប្អូនចុចមកកន្លែងខ្ញុំគូក្រហមហ្នឹងមកហើយបន្តមកទៀតគេដាក់នេះគេដាក់មាន0 គុណ 1 1 គុណ 2 គុណ 5 គុណហើយអា2គុណហ្នឹងគឺកម្រិតនៃល្បឿនលឿនទាំងចង់ដាក់លឿនទាំងចង់ដាក់5គុណវារត់ទៅលឿនទៀតហើយកម្រិតនៃការដាក់នេះហ្នឹងបើតាមខ្ញុំគឺ1 គុណជាងហើយនឹង2គឺប៉ុណ្ណឹងគឺល្មមស្អំល្មមបងប្អូនព្រោះយើងដាក់លឿនច្រក៏វានេះដែរតតែវីដេអូយើងវែងខ្លាំងអញ្ចឹងបើវីដេអូយើងតែមិនសូវវែងមែនទេបងប្អូនដាក់គុណដល់ថា1 គុណជាងបានហើយអញ្ចឹងវីដេអូខ្ញុំនេះខ្ញុំដាក់ត្រឹមតែ1 គុណតែ1 គុណជាងទេហើយក៏ត្រឹម2ទេព្រោះខ្ញុំត្រូវការវីដេអូខ្ញុំរឿងលឿនបន្តិចហើយបន្តមកទៀតបងប្អូនចូលទៅកាន់ការបញ្ចូលសំឡេងរបស់យើងម្ដងនេះបងប្អូនចុចមកលើនេះហ្នឹងមកនេះគេដាក់សញ្ញាបូកហ្នឹងការបញ្ចូលសំឡេងបងប្អូនចុចលើវាមកហើយបន្តមកទៀតបងប្អូនកន្លែងទៅមើលកន្លែងមីក្រូនេះគេដាក់ថតសំឡេងនេះហើយថងកន្លែងនេះគ្រាន់តែបងប្អូនចុចលើប៊ូតុងពណ៌តៃមេឃហ្នឹងមកបងប្អូនចុច select លើវាជាប់ទៅបងប្អូនអាចនិយាយបញ្ចូលសំឡេងបាននេះសម្រាប់បងប្អូនដែលគាត់ធ្វើវីដេអូធ្វើអីនេះគាត់ចង់បញ្ចូលសំឡេងខ្លួនឯងគឺវាងាយស្រួលខ្លាំងមែនតើហើយចំណុចពិសេសមួយទៀតនោះគឺបងប្អូនអាចបន្ថែមកម្រិតល្បឿននៃសំឡេងរបស់យើងបើសិនជាបងប្អូនមានការនិយាយរអាក់រអួលឬក៏យឺតអីណាបងប្អូនអាចតម្លើងវាបានតម្លើងវាដាក់វាគុណនឹង2 គុណនឹង 1ជាងអីទៅសំឡេងយើងអាចនឹងលឿនជាងហ្នឹងហើយក៏វាមិនមើលទៅវាមិនមានភាពរអាក់រអួលដែរបងប្អូនselect លើសំឡេងហ្នឹងមកហើយហៅទៅកន្លែងខ្ញុំដាក់សញ្ញាក្រហមហ្នឹងហើយបងប្អូនដាក់សំឡេងនេះសំឡេងយើងវាមានគុណ1 គុណជាងហើយដូចខ្ញុំដាក់មុនចឹងហើយថងកន្លែងនេះបើយើងដាក់1 គុណជាងសំឡេងយើងគឺវាល្បឿនល្មមបងប្អូនអាចសាកសំឡេងខ្ញុំបាននេះស្ដីទូមីចឹងសួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃគូកណ្ដាលរបស់ខ្ញុំប៉ុណ្ណឹងខ្ញុំគិតថាវាមិនលឿនពេកហើយក៏វាមិនយឺតពេកដែរល្មមសមនឹងយើងអាចបញ្ចូលសំឡេងកាត់វីដេអូបានអញ្ចឹងបងប្អូននេះគ្រាន់ជាកន្លឹះមួយដែលខ្ញុំចង់ប្រាប់បងប្អូនដែលក៏មិនទាន់ចេះការបញ្ចូលសំឡេងអញ្ចឹងឬក៏គាត់មិនមានភាពក្លាហានគាត់អាចដាក់សំឡេងយើងគុណនឹង2បានឬក៏មួយទៀតយើងអាចបញ្ចូលសំឡេងយើងទៅជាសំឡេងអ្នកផ្សេងសំឡេងសំឡេងផ្សេងសំឡេងធំឬក៏សំឡេងទូចបងប្អូនអាចទៅមើលខ្ញុំប្រាប់មកតង់ទៀតបានហើយបងប្អូនអស់មកមើលនេះមកនេះកន្លែងខ្ញុំប្រាប់បងប្អូនកន្លែងហ្នឹងគឺយើងថែមសំឡេងយើងទៅជាសំឡេងអ្នកផ្សេងបងប្អូនចុចកន្លែងហ្នឹងមកហើយបងប្អូនអស់ទៅមើលកន្លែងគេអត់ដាក់ផ្កាយហ្នឹងអាហ្នឹងគឺគេ free ឲ្យយើងបើគេដាក់ផ្កាយគេអត់ free ឲ្យយើងទេអញ្ចឹងកន្លែងណាគេអត់ដាក់ផ្កាយបងប្អូនអាចជ្រើសរើសបានស្នេហ៍ធូមីចាសស្នេហ៍ធូមីទាំងអស់គ្នានេះគឺជាថ្ងៃគូកណ្ដាលរបស់ខ្ញុំហើយនេះគឺជាសំឡេងនៃខ្ញុំបដូរពីសំឡេងខ្ញុំទៅជាសំឡេងអ្នកផ្សេងអញ្ចឹងបងប្អូនអាចបើបងប្អូនអាចសាកបានបងប្អូនព្រោះអីនេះគឺគេអត់គិតថ្លៃយើងទេសម្រាប់ត្បូងគុជប្រហែលនេះហ្នឹងគេគិតថ្លៃនេះយើងគេឲ្យយើងកាត់ទេតើយើងបងប្រាក់តែសម្រាប់អត់ណាអត់មានត្បូងគុជអាហ្នឹងគឺយើងអាចកាត់បានអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានទស្សនាដល់ចប់ហើយបើសិនជាវីដេអូរបស់ខ្ញុំមានប្រយោជន៍ដល់បងប្អូនសូមបងប្អូនជួយចុច Subscribe ខ្ញុំម្នាក់មួយផងណាអញ្ចឹងបាយបាយជម្រាបលាអរគុណច្រើន